បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនតើតើនឹងការធ្វើជីទឹកមួយមុខបាទដែលធ្វើអំពីសំបកពងមាន់ឬក៏សំបកពងទាក៏បានដែរបាទអញ្ចឹងបងប្អូនត្រូវដឹងថាដើម្បីឲ្យដំណាំយើងលូតលាស់បានល្អមានស្លឹកមានដើមដងល្អជំរុញឲ្យមានផ្លែផ្កាច្រើនគឺថាយើងត្រូវចេះធ្វើយើងត្រូវចេះផលិតជីទឹកបាទជីទឹកអញ្ចឹងការផលិតជីទឹកនេះមានច្រើនប្រភេទណាប៉ុន្តែខ្ញុំសូមលើកយកតែជីទឹកដែលធ្វើអំពីសម្បកពងមាន់ពងទាដែលងាយរកវត្ថុធាតុដើមដែលយើងអាចយកពីក្នុងផ្ទះបាយយកមកធ្វើបាទអញ្ចឹងយើងមានវត្ថុធាតុដើមដូចជាសម្បកពងមាន់ពងទាហ្នឹងគឺថាយើងកំចោលគឺយើងត្រូវរក្សាទុកហើយសម្អាតវាស្អាតហើយស្ងួតបាទអញ្ចឹងយើងអាចយកធ្វើបានហើយអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមបង្ហាញពីរបៀបធ្វើតែម្ដងបាទទី1គឺយើងត្រូវយកពងមាន់នោះមកបុកបាទបុកវាឲ្យម៉ត់អញ្ចឹងពងមាន់នេះខ្ញុំបានបុកម៉ត់ហើយបាទអញ្ចឹងយើងបុកឲ្យម៉ត់ហើយតបមកយើងយកមកដាក់ចាក់នៅចូលនៅក្នុងដបដែលមានចំណុះ1លីត្រកន្លះធ្វើសម្បកពងមាន់ពងទាដែលមានច្រើនបងប្អូនអាចដាក់ដបធំជាងហ្នឹងក៏បានដែរបាទអញ្ចឹងមកដបចំណុះ1លីត្រកន្លះហ្នឹងយើងដាក់សម្បកពងមាន់អាចប្រហែលជា6ឬ7សម្បកហ្នឹងបាទនៅពេលដែលយើងចាក់សម្បកពងមាន់បាទយើងចាក់ចូលហើយបន្ទាប់មកទៀតបាទយើងចាក់ទឹកអង្ករបាទទឹកអង្ករដែលយើងលាងអង្ករបាទយើងលាងអង្ករហ្នឹងយើងកុំចាក់ចោលទឹកអង្ករគឺយើងយកមកធ្វើជីបាទអញ្ចឹងយើងចាក់ទឹកអង្ករចូលទៅបាទទឹកអង្ករហ្នឹងយើងចាក់វាកុំឲ្យពេញបាទយើងចាក់មកល្មមសិនបាទចឹងបន្តមកទៀតយើងត្រូវមានស្កររងូបាទហើយបើបងប្អូនអត់មានស្កររងូអាចប្រើស្ករត្នោតក៏បានដែរបាទប៉ុន្តែបើបានស្កររងូល្អបាទអញ្ចឹងយើងចាក់ស្កររងូចូលទៅក្នុងដបហ្នឹងទៅប្រហែលជាអាច2ស្ពាបាយឬក៏អាច3ស្ពាបាយក៏បានដែរហើយខ្ញុំសូមបញ្ជាក់ដែរថាវត្ថុធាតុដើមនេះយើងអាចប្រើលើសដូចសម្បកពងមាន់អញ្ចឹងយើងអាចដាក់លើសពី6សម្បក7សម្បក8សម្បកក៏បានដែរហើយចំពោះស្កររងូក៏ដូចគ្នាដែរយើងអាចដាក់ច្រើនលើសពីហ្នឹងក៏មិនអីដែរបាទអញ្ចឹងយើងចាក់ទឹកអង្ករថែមទៀតប៉ុន្តែយើងចាក់ធ្វើយ៉ាងណាកុំឲ្យវាពេញពីព្រោះវាមានហ្គាសបើសិនជាយើងចាក់ឲ្យពេញវាអាចផ្ទាត់គម្របដបហ្នឹងបាទបន្ទាប់ពីយើងចាក់លបាយទាំងអស់ហ្នឹងចូលទៅក្នុងដបហើយយើងក្លុកវាដើម្បីឲ្យវារលាយហើយវាងាយកាច់បាទអញ្ចឹងបន្ទាប់ពីរយៈពេល1សប្តាហ៍2សប្តាហ៍យើងអាចប្រើបានហ្នឹងហើយអញ្ចឹងអរគុណច្រើនដែលបានទស្សនាអរគុណ